ជីវិតគឺជាការដោះស្រាយបញ្ហាការរស់នៅតែជាមានបញ្ហាបើចង់មានបញ្ហាតើកុំរស់នៅមានមនុស្សជាច្រើនដែលគេនិយាយថាចង់ឲ្យជីវិតរស់នៅដោយអត់មានបញ្ហាអញ្ចឹងទៅឲ្យវាស្រួលបួលមិនចាំមានបញ្ហាមានទេតាមពិតមិនមែនទេបញ្ហាយើងគាត់ឲ្យភ្នែកមកយើងជួបបញ្ហាទី1យើងជួបគឺស្អីទឹកទៅរកទឹកផឹកនឹងបញ្ហាហ្នឹងសិតបញ្ហាតែហ្មងបញ្ហាទី2ឃ្លានទិញបាយទៅរកបាយដល់ពេលអត់លុយបញ្ហាទៀតត្រូវទៅរកលុយអញ្ចឹងហើយយើងត្រូវទៅធ្វើការគឺមានបញ្ហាដោះស្រាយបញ្ហាមានបញ្ហាដោះស្រាយបញ្ហាអញ្ចឹងហើយអាហ្នឹងមកថាជីវិតដែលអត់មានបញ្ហាមិនមែនជីវិតទេគឺអត់មានជីវិតអ្នកដែលឮគេនិយាយដល់ពេលដែលមានមនុស្សស្លាប់ហើយទៅមានគេនិយាយថាគេទៅរួចផុតទុកហើយគាត់ទៅរួចផុតទុកហើយទុកហ្នឹងហើយគឺជាបញ្ហាមនុស្សដែលស្លាប់បានរួចផុតទុកមនុស្សដែលនៅរស់នៅមានទុកនៅមានបញ្ហាត្រូវដោះស្រាយជារៀងរាល់ថ្ងៃបញ្ហាវាមិនធំដុំអីទេដូចខ្ញុំនិយាយមិញហ្នឹងគឺបញ្ហារាល់ថ្ងៃនេះបញ្ហាមកអីអ្នកឃ្លានអាហ្នឹងហើយគឺជាបញ្ហាឃ្លានបញ្ហាហ្នឹងឃ្លានទៅរកបាយញ៉ាំដើម្បីមកចំអាយកាពះអាការទៅរកបាយញ៉ាំហើយអាហ្នឹងគឺជាដំណោះស្រាយអញ្ចឹងហើយរាល់ថ្ងៃគឺអ្នករស់ជាមួយនឹងបញ្ហាហើយដោះស្រាយជាមួយនឹងបញ្ហាអញ្ចឹងហើយកុំមកនិយាយថាចង់រស់នៅដែលអត់មានបញ្ហាការរស់នៅតែជាមានបញ្ហាបើចង់មានបញ្ហាតើកុំរស់នៅ